មកតារានិកលីអូមកមើលថាតើមានអ្វីកើតឡើងនៅក្នុងជីវិតអ្នកពេលនេះហើយដំបូងមានអ្វីសម្រាប់អ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺការ៉ុតឥឡូវនេះខ្ញុំមាន3ក្រុមសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសហើយក៏មានក្រុមកម្មឲ្យដូចគ្នាអញ្ចឹងក្រុមទី1បានជាមួយនឹងពណ៌ក្រហមក្រុមទី2បានជាមួយនឹងពណ៌បៃតងហើយនឹងក្រុមទី3បានជាមួយនឹងពណ៌ស្វាយអញ្ចឹងអ្នកទាំងអស់គ្នាមើលស្លឹកបៀ3នឹងទៅមួយណាដែលមាននិស្ស័យជាមួយនឹងអ្នកទាំងអស់គ្នាជាងគេចូលរើសយកស្លឹកបៀមួយនោះអញ្ចឹងឥឡូវខ្ញុំទុកពេលឲ្យអ្នកទាំងអស់គ្នាគិតមកផ្លែតសិនទៅសម្រាប់ក្រុមទី1ដែលជ្រើសរើសយកក្រុមកម្មពណ៌ក្រហមយើងនឹងមកមើលថាអ្នកទាំងអស់គ្នាបានជាមួយនឹងស្លឹកបៀអីដែរអញ្ចឹងស្លឹកបៀរបស់ទាំងអស់គ្នាគឺ King of Swords សម្រាប់ស្លឹកបៀនេះដែរបង្ហាញថាអ្នកទាំងអស់គ្នានឹងមានការសម្រេចចិត្តធំដុំមួយដែលតម្រូវឲ្យអ្នកទាំងអស់គ្នាប្រើខួរក្បាលច្រើនជាងអារម្មណ៍អ្នកទាំងអស់គ្នាត្រូវតែឈរលើការពិតជានិច្ចមុននឹងធ្វើការសម្រេចចិត្តលើអ្វីមួយហើយអ្នកទាំងអស់គ្នាក៏គួរជៀសវាងការគិតច្រើនផងដែរពាក្យសម្ដីអ្នកទាំងអស់គ្នានិយាយចេញទៅគឺវាមានទម្ងន់ខ្លាំងអញ្ចឹងហើយបាទអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នប្រយែងជាមួយនឹងពាក្យសម្ដីហើយនឹងការគិតឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្តចក្រវាលចង់ឲ្យអ្នកទាំងអស់គ្នាឈរលើចំហខ្លួនឯងសម្រេចចិត្តដោយប្រកបដោយភាពត្រឹមត្រូវស្មើភាពនិងយុត្តិធម៌អញ្ចឹងហើយមុននឹងនិយាយស្ដីចេញទៅត្រូវតែប្រយ័ត្នឲ្យខ្លាំងមែនតើសម្រាប់ក្រុមទី2ដែលជ្រើសយកក្រុមកម្មពណ៌បៃតងនេះយើងមកមើលថាអ្នកទាំងអស់គ្នាបានជាមួយនឹងស្លឹកបៀអីគេដែរគ្រាន់តែបើកមកភ្លាមមានអារម្មណ៍ថាសោកសៅហ្មងជាមួយនឹង Five of Swords នេះណាអ្នកទាំងអស់គ្នាដូចស្ថិតនៅក្នុងភាពតានតឹងអ្វីមួយមានការឆ្លោះប្រកែកគ្នាមានអារម្មណ៍ថាមានចំនួននៅជុំវិញខ្លួនមិនថាក្នុងទំនាក់ទំនងស្នេហាមិត្តភ័ក្តិឬក៏កន្លែងធ្វើការអីទេនិយាយទៅមានមនុស្សម្នាក់ដែលចង់ឈ្នះចង់ចាញ់គ្នាណាដែលធ្វើឲ្យមានចំនួនតានតឹងកើតឡើងចក្រវាលចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាមិនថាជាចំនួនទូចឬក៏ធំការស្វែងគំនិតគ្នាអីទេបើសិនជាក្នុងករណីដែលអ្នកទាំងអស់គ្នាអាចចោះចាញ់បានអ្នកទាំងអស់គ្នាគួរតែជ្រើសយកសុខសន្តិភាពសម្រាប់ខ្លួនឯងមិនមែនថាឲ្យតែអ្នកទាំងអស់គ្នាចាញ់គឺអ្នកទាំងអស់គ្នាអន់ទេប៉ុន្តែអ្នកទាំងអស់គ្នាយកសេចក្តីសុខតក់ខ្លួនល្អជាងចូលមកដល់ក្រុមទី3សម្រាប់អ្នកដែលជ្រើសរើសយកក្រុមកាត់ពណ៌ស្វាយយើងមកមើលថាអ្នកទាំងអស់គ្នាបានជាមួយនឹងកាត់ Knight of Wands ដែលស្លឹកបៀនេះគឺជាស្លឹកបៀប្រច្រាស់សម្រាប់អ្នកដែលជ្រើសរើសយកកាតមួយនេះអ្នកទាំងអស់គ្នាមានអារម្មណ៍ថាមិននឹងខឹងទេអ្នកទាំងអស់គ្នាមានអារម្មណ៍ហានទះសារខ្លាំងមែនទែនអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្វះគោលដៅមានការខកចិត្តឬក៏អ្នកទាំងអស់គ្នាប្រហែលជាមានអារម្មណ៍ថាដូចមានអ្វីមករារាំងផ្លូវរបស់អ្នកទាំងអស់គ្នាអញ្ចឹងចក្រវាលចង់ឲ្យអ្នកទាំងអស់គ្នាសប្បុរសអារម្មណ៍ជាងមុនបន្ថយល្បឿនបន្តិចហើយគិតឡើងវិញកុំមិនទះសារពេកធ្វើអីក៏ដោយក៏ត្រូវតែមានគោលដៅច្បាស់លាស់ដែរកុំឲ្យតែភ្លើងដែលចង់ក្នុងចិត្តយើងនឹងចេះចង់ទៅមុខអត់បានបញ្ឈប់វាណាអញ្ចឹងការអានខ្ញុំសម្រាប់លីអូថ្ងៃនេះគឺបានបញ្ចប់ហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាជ្រើសរើសយកកាតមួយណាកុំភ្លេចខមមិនប្រាប់ខ្ញុំនៅខាងក្រោមផងណាហើយបើអ្នកទាំងអស់គ្នាគិតថាការអានរបស់ខ្ញុំត្រូវជាមួយនឹងសាច់រឿងអ្នកទាំងអស់គ្នាកុំភ្លេច follow ខ្ញុំម្នាក់មួយផងបាយបាយ